នេះពុកម៉ែបងប្អូនមកទៀតហើយពុកម៉ែបងប្អូននិយាយពីថាប៉ាំងពីបានហើផ្លេត្រាប់មកពុកម៉ែបងប្អូនអើយមកត្រូនឹងយើងឲ្យបានលក់បានដូរទេពុកម៉ែបងប្អូនដល់ហើយក៏យើងហូបមួយថ្ងៃ3ពេលនឹងត្រាប់រហូតពុកម៉ែបងប្អូនប្រហែលជាប់គ្នាប្រហែលថ្ងៃ3-4ថ្ងៃជាប់គ្នាហើយពុកម៉ែបងប្អូននេះនិយាយពីថាយើងហូបអស់ហើយច្រើនក្រាន់ហើយសល់ប៉ុណ្ណេះឯថ្ងៃនេះក៏ចាប់ដើមហើយត្រីខមកកំប៉ុងដែលមីងនៅខេត្តកាត់ផ្ញើមកអោយណាពុកម៉ែបងប្អូននេះនិយាយពីថាមានធ្វើអីទេដុតភ្លើងហុយបានក៏យើងដាក់បំពងខ្ទឹមរួចយើងដាក់លីងខ្ទឹមមកឈ្ងុយសិនពុកម៉ែបងប្អូនបានយើងចាប់ផ្ដើមមកដាក់ត្រាប់ម្ដងពុកម៉ែបងប្អូនថ្ងៃនេះមុខម្ហូបខ្ញុំគឺឆាត្រាប់ជាមួយត្រីកំប៉ុងយើងមកកំប៉ុងមួយហ្នឹងពុកម៉ែបងប្អូនដែលខាងមីងគាត់ផ្ញើមកឲ្យកូនចៅគាត់ហូបចៅហ្នឹងកូនខ្ញុំនេះបងប្អូននិយាយពីថានេះយើងចាប់ផ្ដើមឲ្យលីងខ្ទឹមលីងចុះលីងឡើងឲ្យវាឈ្ងុយបានយើងចាប់ផ្ដើមដាក់បន្លែមុនបងប្អូនបើយើងដាក់ត្រីកំប៉ុងមុនវាអាចនឹងរលួយខ្លាំងនេះយើងដាក់បន្លែវាឆ្អិនសិនបានយើងចាប់ផ្ដើមដាក់ត្រីកំប៉ុងមុខម្ហូបអ្នកស្រុកស្រីសាមញ្ញអត់មានអីចម្លែកទេមានតែមិលប៊ីចេងស្ករគ្រប់គ្រាន់ហើយអត់ពិបាកទឹកស្អ៊ីវទឹកត្រីអីទេនិយាយបើថាតែមិលប៊ីចេងស្ករ3មុខនេះគឺវាគ្រប់គ្រាន់សម្រាប់អ្នកស្រុកស្រីដូចពួកខ្ញុំនេះនិយាយបើថាត្រាប់យើងឆ្អិនហើយបងប្អូនក៏យើងចាប់ផ្ដើមចាក់ត្រីកំប៉ុងចូលហើយយើងក៏ចាប់ផ្ដើមដួសវាភ្លក់មើលថាវាឆ្ងាញ់គ្រប់រសជាតិហើយសាបប្រៃអីគ្រប់ហើយនៅបន្តិចខ្ញុំដាក់ហ្នឹងដាក់មិនអោយខុសទេដាក់ទៅមុំស្រេចបងប្អូនអត់បាក់ថែមថយអីទេក៏សម្លយើងបានចិនអស់ហើយក៏ចាប់ផ្ដើមហើយបងប្អូននិយាយពីបាយហុយសម្លហុយមកទីខ្ចីទៀតបងប្អូនអូយនិយាយថាជាតិសាហាវតែម្ដងនេះនិយាយថាមុននឹងបានហូបកលីបទឹកមាត់ទឹកកតម្រឹមបានហូបផ្លុំហូបអូយឆ្ងាញ់ណាស់បងប្អូនមុំទឹកគីឡូខ្ញុំចង់សម្រក់យ៉ាងណាក៏ទៅមកអត់រួចទេចង់ឲ្យវាស្រក់បាននៅ60គីឡូដូចយើងនៅពីកំមុំអត់បានទេនេះឡើង70គីឡូដល់10គីឡូចាញ់អត់បានទេមានតែថាយើងមានតែលឺទេនេះនិយាយថាបាយឆ្ងាញ់រាល់ថ្ងៃមួយមិលត្រាប់ក៏ចងាញ់សម្លឆាត្រាប់ក៏ចងាញ់សម្លប្រហើក៏ចងាញ់និយាយថាស្អីក៏ចងាញ់ដែរនេះគេចាប់ដើមឲ្យកូនខ្ញុំវាចំណេនដែរណាវាចង់ឲ្យខ្ញុំថតពួកវាដែរនេះនិយាយថាមានដៃមកជ្រុងព្រុងព្រាតបងប្អូននិយាយថាឆ្ងាញ់គេហើយណាខ្ញុំក៏អត់មានអីច្រើនទេអរគុណពុកម៉ែបងប្អូនដែលតែងតែតាមដានអរគុណច្រើនដែលជួយ like ជួយ follow ជួយ share អ្នកមួយដើម្បីអ្នកផ្សេងក៏បានឃើញបានទស្សនាវីដេអូពីសកម្មភាពរបស់អ្នកស្រុកស្រីជនបទដូចខាងនាងខ្ញុំរាល់ថ្ងៃនេះណាបងប្អូន